សម្ដេចធិបតីហ៊ុនម៉ាណែតនិងលោកជំទាវតាមរយៈលោកនួន ផារ៉ាត់អភិបាលខេត្តកំពង់ធំបានផ្ដល់សាឡាងមួយគ្រឿងទៀតជូនដល់ប្រជាពលរដ្ឋនិងសិស្សានុសិស្សនៅឃុំដងកាបិតស្រុកសណ្ដានកំពង់ធំសិស្សានុសិស្សនិងប្រជាពលរដ្ឋនៅឃុំដងកាបិតស្រុកសណ្ដានខេត្តកំពង់ធំបានថ្លែងនូវការអបអរសាទរនិងសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងលោកជំទាវបណ្ឌិតពេជ្រច័ន្ទមនីតាមរយៈលោកនួន ផារ៉ាត់អភិបាលខេត្តកំពង់ធំដែលបានជួយឧបត្ថម្ភសាឡាងមួយគ្រឿងសម្រាប់ធ្វើដំណើរឆ្លងកាត់ដងស្ទឹងសែនដោយមិនគិតប្រាក់ពិធីប្រគល់នេះប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី20ខែវិច្ឆិកាឆ្នាំ2025នៅកំពង់ចម្លងឃុំដងកាបិតស្រុកសណ្ដានស្ថិតក្រោមអធិបតីភាពឧត្តមសេនីយ៍តូសោមសុនមេបញ្ជាការតំបន់ប្រតិបត្តិការសក្តិរងអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកនិងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំដងកាបិតស្រុកសណ្ដានខេត្តកំពង់ធំលោកឆាំថនអភិបាលរងស្រុកសណ្ដានបានថ្លែងនូវការស្វាគមន៍ចំពោះឧត្តមសេនីយ៍តូសោមសុនព្រមទាំងក្រុមការងារទាំងអស់និងសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនិងលោកជំទាវបណ្ឌិតតាមរយៈឯកឧត្តមនួន ផារ៉ាត់អភិបាលខេត្តកំពង់ធំដែលបានផ្ដល់សាឡាងមួយគ្រឿងសម្រាប់ប្រជាពលរដ្ឋនិងសិស្សានុសិស្សធ្វើដំណើរឆ្លងកាត់ដងស្ទឹងសែនដោយមិនគិតប្រាក់នៅពេលនេះនិងសូមគោរពជូនពរសម្ដេចលោកជំទាវនិងថ្នាក់ដឹកនាំទាំងអស់ដែលបានយកចិត្តទុកដាក់គ្រប់បែបយ៉ាងក្នុងការបម្រើប្រជាជនដោយអស់ពីចិត្តពីថ្លើមសូមទទួលបាននៅពុទ្ធពរទាំង4ប្រការកុំបីឃ្លៀងឃ្លាតឡើយឧត្តមសេនីយ៍តូសោមសុនបានបញ្ជាក់ថាកន្លងមកនេះសម្ដេចធិបតីហ៊ុនម៉ាណែតនិងលោកជំទាវបណ្ឌិតពេជ្រច័ន្ទមនីបានប្រគល់ជូនកាណូតបាឡាចំនួន2គ្រឿងនិងប្រេងឥន្ធនៈប្រចាំខែផងដែរតាមរយៈឯកឧត្តមនាយឧត្តមសេនីយ៍ម៉ៅសុផាន់អគ្គមេបញ្ជាការរងនៃកងយុទ្ធពលខេមរៈភូមិន្ទមេបញ្ជាការកងទ័ពជើងគោកប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសណ្ដានសម្រាប់ដឹកជញ្ជូនប្រជាពលរដ្ឋនិងសិស្សានុសិស្សធ្វើដំណើរបណ្ដោះអាសន្នឆ្លងកាត់ដងស្ទឹងសែនដោយមិនគិតប្រាក់តែបច្ចុប្បន្ននេះដោយសារតម្រូវការចាំបាច់ក្នុងការដឹកជញ្ជូនដើម្បីធានាបានសុវត្ថិភាពសម្ដេចមហាបវរធិបតីនិងលោកជំទាវតាមរយៈឯកឧត្តមនួន ផារ៉ាត់អភិបាលខេត្តកំពង់ធំសម្រាប់ផ្ដល់សាឡាងមួយគ្រឿងងាយស្រួលក្នុងការធ្វើដំណើរឆ្លងកាត់ដងស្ទឹងសែនប្រកបដោយសុវត្ថិភាពនៅក្នុងឱកាសនេះផងដែរឧត្តមសេនីយ៍តូសោមសុនបានសំណូមពរដល់អាជ្ញាធរដែនដីឃុំភូមិនិងប្រជាពលរដ្ឋព្រមទាំងសិស្សានុសិស្សទាំងអស់ដែលធ្វើដំណើរឆ្លងកាត់ដងស្ទឹងសែនសូមមេត្តារួមគ្នាជួយថែរក្សាសាឡាងមួយគ្រឿងនេះឲ្យបានល្អធានាក្នុងការប្រើប្រាស់យូរអង្វែងជាផលប្រយោជន៍របស់ប្រជាជនយើងទាំងអស់គ្នានិងប្រកបដោយសុវត្ថិភាពនៅក្នុងការដឹកជញ្ជូនមិនត្រូវយកប្រាក់ពីក្មួយៗសិស្សានុសិស្សនិងប្រជាពលរដ្ឋឡើយ។